បាទសូមជម្រាបសួរបាទបងប្អូនទាំងអស់គ្នាផងដែរបាទវិលមកជួបគ្នាជាបន្តទៀតបាទជាមួយនឹងប្រភេទវីដេអូកំសាន្តក៏ដូចជាការថតស័ព្ទផ្សេងៗបាទពី Channel SB Report ផងដែរបាទថ្ងៃនេះគឺថានាំអារម្មណ៍លោកអ្នកមកទស្សនាតេតងទៅនឹងសត្វព្រៃបងប្អូនណាបាទបាទសត្វព្រៃនេះគឺមាន2ក្បាលគឺថាអត់បានចាប់វាទេគឺអានេះខ្ញុំថតទាំងយប់តែម្ដងបងប្អូនណាបាទថតទាំងយប់ហើយនេះគឺសត្វរីមេបងប្អូនណាបាទគឺរីមេបាទសត្វនេះដោយសារតែបើវាភ្លៀងខ្លាំងបងប្អូនបើវាភ្លៀងខ្លាំងទៅបាទនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងគឺសត្វរីនោះគឺថាវាហើរកើតបាទអញ្ចឹងគឺវាធ្លាក់មកបាទហើយនេះគឺសត្វរីឈ្មោលបាទនេះបងប្អូននេះគឺថាយើងសម្គាល់នៅខាងខ្នងវាគឺមានត្រារង្វង់ពណ៌រាងលឿងហើយបាទនៅខាងក្បាលវាហ្នឹងពណ៌រាងគេហៅដូចសញ្ញាคลิกអញ្ចឹងបងប្អូនណាបាទសញ្ញាคลิกគេហៅថាคลิกសញ្ញាคลิกបាទនេះបើរៀងកងរង្វង់ដោយរៀងកងចាក់អញ្ចឹងបាទហ្នឹងគឺឈ្មោលហើយអាមួយទៀតគឺមេបងប្អូនណាបាទហើយនេះវាអត់មែនថាវាងាប់ទេបងប្អូនណាជាមួយខ្ញុំចាប់វាបងប្អូនណាគឺដោយសារតែវាពុលបាទគឺថាបាទវាមុនហ្នឹងកាលពីថ្ងៃគឺវាមានភ្លៀងបាទភ្លៀងខ្លាំងណាបងប្អូនណាបាទភ្លៀងខ្លាំងអានេះផ្នែកខាងពោះវាបងប្អូនទស្សនាមើលគឺមានការខុសគ្នាបាទនេះមេបងប្អូនណាបាទដោយសារតែមានភ្លៀងខ្លាំងទៅដល់ពេលយប់ឡើងគឺវាបើដូចថាវាទៅទឹកស្លាបវាឬក៏វាអន់អញ្ចឹងណាអញ្ចឹងវាធ្លាក់វាធ្លាក់មកក្រោមហើយវាចូលទឹកបាទវាចូលទឹកពីងបាទចូលទឹកពីងចូលទឹកលាងចានរបស់ខ្ញុំបានអញ្ចឹងទៅក៏ខ្ញុំអាណិតវាក៏វាយកស្រង់វាមកដាក់លើពីងបាទស្រង់វាដាក់លើគម្របពីងបាទហើយវាអត់តងាប់ទេក៏ថាឈ្មោលនេះគឺវាអាចថាវាអន់ណាបាទវាអន់បន្តិចប៉ុន្តែបើអាមេគឺវានៅរស់បាទវានៅរស់ប៉ុន្តែគាត់ថាវារឿងពុលទៅវាការ៉ាក៏អត់កើតហើយជាមួយពេលថ្ងៃគឺខ្ញុំបានថតវាបន្តទៀតបងប្អូនចាំទស្សនាបន្តទៀតបងប្អូនណាបាទសម្រាប់បងប្អូនខ្លះចឹងទៅបាទធ្លាប់តែលឺសំឡេងណាបាទនេះវាការពីវានៅបាទនៅលើដើមឈើបងប្អូនបាទនៅលើដើមឈើគឺថាផ្ទះខ្ញុំនេះគឺថាសម្បូររីមែនតើបងប្អូនដោយសារតែសម្បូរដើមឈើបាទដើមឈើច្រើនណាបាទដើមឈើច្រើននៅតាមផ្ទះតាមអីចឹងទៅបាទនៅតាមសំការជុំវិញផ្ទះអញ្ចឹងបាទគឺមានសត្វរីច្រើនមែនតើហើយនៅពេលដែលមេឃអត់តន់ភ្លៀងគឺវាបើយំជេរចាចសបាយអើងកងអញ្ចឹងណាបាទប៉ុន្តែនៅពេលដែលមេឃភ្លៀងគឺវាទៅទឹកស្លាបវាធ្លាក់មកបាទអានេះមេបាទរីមេដែលខ្ញុំបានថតជូនបងប្អូនមុនដំបូងហ្នឹងបាទរីមេហ្នឹងគឺវាឥឡូវវាទុំហើយដោយសារវាអានេះទិដ្ឋភាពពេលព្រឹកឡើងបងប្អូនណាបាទពេលព្រឹកឡើងអានេះឈ្មោលបាទឈ្មោលដែលខ្ញុំបានថតជូនបងប្អូនហ្នឹងគឺថាវាងាប់ហើយបាទវាដល់ពេលព្រឹកឡើងវាងាប់បាទប៉ុន្តែវាមេមួយនេះគឺវារស់បាទវាអាចឡើងបានធម្មតាទេគាត់ថាពីពេលពីយប់ហ្នឹងគឺថាវាបាទវាអន់អញ្ចឹងណាបាទវាពុលទឹកពុលអីហ្នឹងទៅបាទប៉ុន្តែបាទដល់ពេលព្រឹកឡើងគឺវាដឹងខ្លួនវិញហើយបាទវាដឹងខ្លួនវិញហើយបងប្អូនខ្លះបាទអត់ដែលឃើញសត្វរីបាទផ្ទាល់ណាបាទដែលឃើញសត្វរីផ្ទាល់អាចទស្សនាវីដេអូនេះបានបាទគឺថាបាទជាច្បាស់មែនតើបាទចិត្តមែនតើគឺថាពេលបាទថ្ងៃបាទពេលថ្ងៃអត់មានភ្លៀងគេយំសបាយបាទយំសបាយហើយដល់ពេលមានមេឃភ្លៀងមានអីមកគឺវាទៅទឹកស្លាបវាធ្លាក់ហ្មងបាទសត្វរីអាហ្នឹងពេលខ្លះចឹងបានថាបាទមនុស្សចាស់យើងចាស់បុរាណអញ្ចឹងគេថាកុំឲ្យធ្វើខ្លួនដូចជារីណាបាទឲ្យធ្វើខ្លួនឲ្យដូចជាស្រមោចបាទសត្វស្រមោចគេព្យាយាមបែបគេឧស្សាហ៍ធ្វើកិច្ចការងារគ្រប់ពេលវេលាអញ្ចឹងទៅប៉ុន្តែសត្វរីវាសបាយបាទសបាយច្រៀងរំសបាយបាទនៅពេលដែលមានបាទមេឃភ្លៀងមេឃអីមកខ្វះអាហារខ្វះអីចឹងទៅអញ្ចឹងនេះពាក្យចាស់បុរាណហើយនឹងក៏មានមេរៀនដែរបាទមេរៀននៅក្នុងថ្នាក់រៀនហ្នឹងក៏មានមេរៀនដែរថាកុំឲ្យធ្វើខ្លួនដូចជាសត្វរីបាទប៉ុន្តែត្រូវធ្វើខ្លួនឲ្យដូចបាទជាសត្វស្រមោចបាទនេះមេបាទមេដែលខ្ញុំចាប់មកដាក់ដៃហ្នឹងបងប្អូនណាបាទខ្ញុំចាប់យកមកដាក់ដៃឲ្យបងប្អូនទស្សនាមើលហ្នឹងបាទវារស់បាទវារស់ធម្មតាទេហើយប្រឡែងទៅគឺវាទៅវិញប៉ុន្តែឈ្មោលនេះគឺថាងាប់អត់ហើយបងប្អូនណាបាទងាប់អត់ហើយដោយសារវាពុលបាទវាពុលបាទទឹកណាវាពុលទឹកហើយវាភ្លៀងខ្លាំងទៅវាឆ្លក់ស្លាបវាសើមស្លាបវាបងប្អូនណាបាទសើមស្លាបវាអញ្ចឹងទៅក៏វាអត់អាចហើរបានប៉ុន្តែបើមេនេះគឺវាអាចហើរបានបាទវារស់ហើយខ្ញុំអត់សម្លាប់វាទេបងប្អូនណាបាទមិនសម្លាប់វាទេបាទប្រឡែងវាចោលអញ្ចឹងទៅវាទៅណាទៅបាទទោះបីថាវាយំទៀតឬក៏វាមិនអានឹងរឿងរបស់វាបងប្អូនណាបាទ
ออกคนนะបងប្អូនទាំងអស់គ្នាបាទកុំភ្លេចជួយចុចពាក្យថាជីវបាទ Subscribe Like និង Share បាទនៅ Channel SB Report ដែលជា Channel ថតនៅសัตว์បាទផ្សេងៗហើយក៏ដូចជាថតនៅវីដេអូកំសាន្តចែកជូនទៅដល់បងប្អូនទាំងអស់គ្នាផងដែរបាទសម្រាប់ពេលនេះខ្ញុំបាទសូមគោរពលាបាទសូមអរគុណ